ស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានអំពាវនាវឲ្យពលរដ្ឋខ្មែរដែលរស់នៅសិក្សានិងធ្វើការនៅក្នុងប្រទេសជប៉ុនបង្កើនការប្រុងប្រយ័ត្នចំពោះរន្ទះបាញ់និងខ្យល់បក់ខ្លាំងខណៈដែលនៅថ្ងៃពុធនេះនៅតំបន់ភាគខាងត្បូងនៃប្រទេសជប៉ុនកំពុងធ្លាក់ភ្លៀងខ្លាំងការអំពាវនាវនេះបន្ទាប់ពីអាជ្ញាធរជប៉ុនបានព្រមានពីហានិភ័យព្យុះទីហ្វុងទី7ដែលមានឈ្មោះថាមេខាឡានៅប្រមាណថ្ងៃខាងមុខដែលគ្របដណ្ដប់នៅតំបន់ហ្គូស៊ូនៃតំបន់ស៊ីកូគូតំបន់កាហ្គូឈីម៉ាតំបន់តូកៃតំបន់គីនគីនិងខេត្តមីយ៉ាសាគីដែលអាចបង្កជាខ្យល់បោកបក់ផ្គររន្ទះបាក់ដីនិងទឹកជំនន់ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាករណ៍ថាភ្លៀងធ្លាក់ខ្លាំងត្រូវរំពឹងថានឹងមាននៅតំបន់គីនគីភាគខាងលិចប្រទេសជប៉ុននិងតំបន់តូកៃនៅកណ្ដាលប្រទេសជប៉ុននៅថ្ងៃប្រហ័សស្អែកនេះបើតាមសារព័ត៌មាន NHK World ភ្លៀងធ្លាក់ខ្លាំងអាចបន្តនៅភាគខាងលិចប្រទេសជប៉ុននិងកន្លែងផ្សេងទៀតនៅក្នុងរយៈពេលយូរដោយសារតែខ្យល់សើមហេតុដូច្នេះស្ថានទូតកម្ពុជាបានអំពាវនាវដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់អាចរងផលប៉ះពាល់ដោយសារព្យុះខាងលើសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់តាមដានព័ត៌មាននិងអនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរជប៉ុនជាប្រចាំស្នាក់នៅទីកន្លែងដែលមានសុវត្ថិភាពនិងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ក្នុងករណីមានការជម្លៀសប្រជាពលរដ្ឋឬប្រសិនបើពលរដ្ឋទទួលបានព័ត៌មានអំពីពលរដ្ឋខ្មែរណាម្នាក់ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះសូមមេត្តាជូនដំណឹងមកកាន់ស្ថានទូតកម្ពុជាជាបន្ទាន់តាមរយៈទំព័រ Facebook ផ្លូវការ Royal Embassy of Cambodia in Japan ឬក៏តាមរយៈលេខទូរស័ព្ទបន្ទាន់080 46 89 93 74